ហេអោះប្រជាជនរបស់យើងកុំបាញ់ប្រពន្ធឲ្យយើងចាប់កូនប្រសាប្រុសទាំងពីររបស់យើងបានយ៉ាងអាក្រក់គេបានញ៉ាំអាហារនៅទំនិញពេញនិយមនិងទំនិញបញ្ចុះតម្លៃប្រឡប់មកលោកត្រូវការជំនួយដើម្បីទៅដល់ច្រាំងខ្ញុំត្រូវទៅជួបគាត់ជាបន្ទាន់មិនអីទេចូលយើងបន្តមិនអីទេសម្ពាធល្អទាំងអស់តើខ្លាញ់រងរបួសទេវាមិនអីទេបើគ្មានខ្ញុំវាមិនអីទេតើអ្នកទាំងពីររត់គេចខ្លួនដោយរបៀបណាយើងបានរកឃើញទ្វារខាងក្រោយទៅផ្ទះបាយដោយមិននឹកស្មានដល់មានច្រាំងថ្មចោតមួយនៅពីក្រោយវាយើងបានលោតចូលទៅក្នុងសមុទ្រខ្ញុំសុខចិត្តស្លាប់ជាជាងត្រូវគេចាប់ខ្លួនធ្វើបានល្អណាស់ហេតុអ្វីតើមានអ្វីកើតឡើងចំពោះហ៊ីបារីនិងអ្នកដទៃទៀតពួកគេបានរត់គេចខ្លួនតែល្អហ៊ីបារីនិងអ្នកដទៃទៀតនៅតែនៅខាងក្នុងការប្រយុទ្ធប្រឆាំងនឹងសិស្សហោះហើរយើងនឹងប្រយុទ្ធទេអ្នកនៅតែខ្សោយខ្លាំងណាស់ឥឡូវនេះខ្ញុំស្នើឲ្យអ្នកទៅខាងកញ្ជ្រោងចាស់ញ៉ាំអ្វីមួយដើម្បីបំពេញធម៌ពលរបស់អ្នកម្យ៉ាងទៀតចូលប្រាប់គាត់ពីអ្វីដែលអ្នកដឹងប៉ូលីសត្រូវការការជូនដំណឹងពីអ្នកឥឡូវនេះតើវាច្បាស់ទេចាំខ្ញុំមើលតើអ្នកណាជាមនុស្សតែម្នាក់គត់ដែលបានរត់គេចខ្លួនមិនចាំបាច់ទេអណ្ដើកគឺជាទាហានដែលត្រូវបានហ្វឹកហ្វឺនដោយសូលកញ្ជ្រោងចាស់យើងទៅតែសម្លាប់មនុស្សអាក្រក់ខ្ញុំក៏បានសម្លាប់ដែរទាហានល្អធ្វើបានល្អណាស់ល្អចូលចិត្តអ្នកទាំងអស់គ្នាសុទ្ធតែជាទាហានល្អប៉ុន្តែសូម្បីតែទាហានល្អក៏ពិបាកគ្នាដែរពួកគេទាំងអស់គ្នាស្ងប់ស្ងាត់ណាស់មកជាមួយខ្ញុំអ្នកណាថាស្ត្រីអន់ជាងបុរសខ្ញុំបានស្ដីបន្ទោសអ្នកនោះជាការចាំបាច់តើនោះជាអ្នកណាម្ដងទៀតថហេលីសានយើងកំពុងរងចាំបញ្ជារបស់អ្នកឥឡូវនេះបញ្ជាការបានរៀបចំផែនការប្រតិបត្តិការថ្មីផែនការយើងហៀបនឹងទៅក្រុមដើម្បីតាក់ទងហើយយើងបានរៀបការនឹងទូរស័ព្ទដៃត្រួតពិនិត្យខ្ញុំចង់ដឹងឥឡូវនេះតើស្ថានភាពខាងក្នុងយ៉ាងម៉េចដែរតើវាមានសុវត្ថិភាពទេមិនទាន់មានចោរប្លន់ណាម្នាក់មករកយើងនៅឡើយទេពួកគេនឹងមិនមករកអ្នកដោយងាយស្រួលនោះទេព្រោះពួកគេដឹងច្បាស់ណាស់អ្នកមានកម្លាំងប្រយុទ្ធកម្រិតជាក់លាក់មួយលុះត្រាតែអ្នកញុះញង់ពួកគេបើមិនដូច្នោះទេពួកគេនឹងមិនប្រកួតប្រជែងជាមួយអ្នកដើម្បីពួកគេដោយងាយស្រួលនោះទេតើយើងត្រូវលាក់ខ្លួនរហូតដល់ចប់ប្រតិបត្តិការជាការពិតណាស់មិនមែនទេអ្នកក៏កំពុងបោះជំហានទៅមុខដែរតើយើងត្រូវធ្វើអ្វីយើងត្រូវការអ្នកឲ្យខ្លាយជាភ្នែករបស់មជ្ឈមណ្ឌលបញ្ជាអ្នកត្រូវតែស៊ើបអង្កេតស្ថានភាពនៅខាងក្នុងឲ្យបានហ្មត់ចត់ការដាក់គ្រឹះសម្រាប់ការចូលរបស់ក្រុមវាយប្រហារខ្ញុំយល់ថាខ្ញុំមានបញ្ហាលើនេះគ្មានគំនិតទេតើដំណោះស្រាយដែលអ្នកបានស្នើឡើងមានអ្វីខ្លះសូមពិពណ៌នាអំពីស្ថានភាពបច្ចុប្បន្នសមាគមឆ្លប់យកការ digital ផ្ទាល់ខ្លួនរបស់ខ្ញុំមិនអាចយកវាចេញបានទេម្យ៉ាងទៀតពាក្យបញ្ជាយើងមិនទទួលបានព័ត៌មានអ្វីទាំងអស់អំពីការឆ្លប់យកការរបស់អ្នកនៅខាងនេះបានបង្កបញ្ហាជាច្រើនដល់បញ្ជាការប្រតិបត្តិការជួយសង្គ្រោះបែបនេះកាន់តែចង់ចូលកាន់តែល្អតើអ្នកយល់ទេខ្ញុំយល់ចូលយើងគិតអំពីវាតើមានវិធីអ្វីអាចជញ្ជូនឧបករណ៍ឆ្លប់យកការ digital ឯកតបពីល្អទូរស័ព្ទទៅពួកគេបន្ទាប់ពីអ្នកគិតពីដំណោះស្រាយរងចាំមួយផ្លេតគ្រាន់តែទូរស័ព្ទមកខ្ញុំនេះជាលើកដំបូងហើយដែលខ្ញុំបានបំពេញច្បាប់ជំនួសអ្នកហើយមានអារម្មណ៍សន្តិភាពប្រសិនបើអ្នកមិនទុកទូរស័ព្ទនេះសម្រាប់ខ្លួនឯងទេយើងអាចតាក់ទងអ្នកតាមទូរស័ព្ទអរគុណសម្រាប់ការសរសើរយើងនឹងរកវិធីដោះស្រាយអ្វីមួយតើអ្នកណាកំពុងសរសើរអ្នកការហៅទូរស័ព្ទបានបញ្ចប់ការហៅទូរស័ព្ទបន្ទាប់ត្រូវកំណត់ពេលការហៅទូរស័ព្ទដែលបានទទួលបានបញ្ចប់
ទៅជួបប៉ាពីសានយើងរួចរាល់ហើយបើកវាយឥឡូវនេះចាប់ផ្ដើមបណ្ដាញឥតខ្សែ លទ្ធផលពាក្យសម្ងាត់811សញ្ញាទី2លេខកូដនេះគឺជាឈ្មោះកូដរបស់អង្គភាពរបស់យើង ពាក្យសម្ងាត់ត្រូវបានទទួល 81192ការត្រួតពិនិត្យសំឡេងការត្រួតពិនិត្យសំឡេងការត្រួតពិនិត្យសំឡេង សំឡេងល្អណាស់បើកវីដេអូបើកឧបករណ៍ទទួលវីដេអូបន្ទាប់ពីទទួលបានវីដេអូរួចឧបករណ៍របស់ខ្ញុំឥឡូវនេះត្រូវបានបំបត្តិកំហុសទាំងស្រុងពិនិត្យមើលប្រព័ន្ធកំណត់ទីតាំង CPS នោះជាទីតាំងរបស់ពួកគេលេខ156ល្អណាស់ច្បាស់ល្អណាស់នាយកក្រុមកងកម្លាំងពិសេសនារី Phoenix កាន់តំណែងនេះអ្នកអាចបញ្ជូនកងទ័ពខ្ញុំមិនដែលរំពឹងថាវាជាទូរស័ព្ទចល័តទេឥឡូវនេះយើងបានចូលដល់យុគសម័យ3ហើយល្អណាស់ឥឡូវនេះយើងអាចស៊ើបអង្កេតខាងក្នុងបានទទួលបានបញ្ញាយ៉ាងច្បាស់ រាយការណ៍មកខ្ញុំយើងក៏ចង់ចូលដែរខ្ញុំមិនមានបំណងចូលទេពួកគេទាំងអស់គ្នានៅខាងក្នុងយើងមិនអាចមិនទៅបានទេ ខ្ញុំគិតដូចអ្នកទាំងពីរដែរខ្ញុំចង់ចូលទៅដែរសមាជិកក្រុមវាយប្រហារទាំងអស់ចង់ចូលប៉ុន្តែឥឡូវនេះមានតែព្រលឹងរបស់ពួកគេទេដែលបាត់ទៅហើយខ្ញុំត្រូវការអ្នកទាំងពីរដើម្បីស្ងប់ចិត្តចូលរួមជាមួយក្រុមបញ្ជាការ Thunder ឥឡូវនេះក្នុងនាមជាសមាជិកក្រុមប្រយុទ្ធចងចាំថាត្រូវគោរពតាមបញ្ជារបស់កញ្ជ្រោងចាស់ ច្បាស់ណាស់ច្បាស់ណាស់ លោកនាយកយើងរួចរាល់ហើយខ្ញុំមានទំនុកចិត្តឥឡូវនេះចរចាជាមួយពួកគេខ្ញុំចិត្តខ្លាយជាវ៉ូសេនេឯកហើយក្រុមរបស់អ្នកបានសង្កេតនិងកាន់កាប់ទីតាំងនានាដូច្នេះការខាត់បងត្រូវបានពួកគេបានសម្រុកចូលជាមួយប៉ូលីសនិងក្រុមវាយប្រហាររបស់ប៉ូលីសប្រដាប់អាវុធខ្ញុំយល់ថាខ្ញុំនឹងពន្យល់ពីស្ថានភាពនៅនឹងកន្លែងបានបញ្ជូនទៅស្ថានីយ៍ Digital របស់អ្នកសញ្ញាអូឌីយ៉ូក៏មិនអាចទៅដល់វិទ្យុរបស់អ្នកដែរដឹងគុណអ្នកទាំងពីរនៅតែឈរនៅទីនោះញាប់អោមែនទេយើងហៀបនឹងចាប់ផ្ដើមហើយ ហេតុអ្វីខ្ញុំត្រូវស្ដីបន្ទោសអ្នកអូបើមិនមែនដោយសារអ្នកទេតើយើងនឹងរត់គេចខ្លួនដោយរបៀបណាបន្ទាប់មកអ្នកគួរតែអរគុណខ្ញុំសូមជូនពរឲ្យអ្នកអាចបណ្ដាសាអ្នករហូតដល់ស្លាប់បើមិនមែនដោយសារអ្នកជួយខ្ញុំរត់គេចខ្លួនទេខ្ញុំនៅខាងក្នុងកំពុងប្រយុទ្ធជាមួយពួកគេតើអ្នកណាអាចស្រមៃមើលរឿងនេះបានយល់ព្រមតោះទៅ អ្នកនឹងចាប់ផ្ដើមជាមួយពួកគេក្នុងពេលបន្តិចទៀតត្រូវទៅណាទៅកាន់កន្លែងដែលពួកគេទើបតែមកពីយល់នឹងត្រៀមខ្លួនសម្រាប់សមរភូមិមានច្រាំងថ្មចោលខ្ពស់នៅទីនោះ រាយការណ៍ថាយើងមិនមានបញ្ហាអ្វីទេគ្មានបញ្ហាទេ ដើរលឿនជាងមុនដើរលឿនជាងមុន ក្រុមទី1គឺស្វែងរកពីកន្លែងខ្ពស់ឡើងលើដំបូលផ្ទះហើយត្រៀមខ្លួនទទួលការវាយប្រហារ